អាវុធបុរាណល្បីៗទាំង8ដែលយើងមិនធ្លាប់ដឹងខាងក្រោមនេះគឺជាអាវុធបុរាណល្បីៗដែលយើងមិនធ្លាប់ដឹងចង់ដឹងថាអាវុធទាំងនោះមានអ្វីខ្លះតោះយើងអញ្ជើញទៅតាមដានទស្សនាវីដេអូជាបន្តទី1ផ្គាក់គឺជាឧបករណ៍ប្រើប្រាស់សម្រាប់កាប់ឆ្ការជាដើមផ្គាក់ផ្គុំឡើងរវាងគល់ឫស្សីកងឬឈើកងទម្រាំទាំងភ្ជាប់ជាមួយនឹងផ្លែធ្វើពីលោហៈនៅខាងចុងពិតដោយចង្គំដែកពី4ទៅ5កង់និងមានស្នៀតអោបផ្លែជិបណែនជាមួយដងទី2គ្រីសគឺជាដាវមានរូបរាងអង្កាញ់ហើយកាន់តែស្រួចទៅខាងចុងគ្រីសគឺជាត្រូវបានចាត់ទុកថាមានបញ្ចុះវិតាមុនដែលគេស្គាល់ដំបូងបំផុតក្នុងអំឡុងសតវត្សទី10ទី3ប៉ានដាតគឺជាដាវសង្គ្រាមរបស់ប្រជាជនដាយ៉ាកដែលរស់នៅលើកោះបាបរណេអូភាគពីយប់រដ្ឋរ៉ាវ៉ាប្រទេសម៉ាឡេស៊ីទី4ក្លេវាំងគឺជាអាវុធមួយប្រភេទដែលផ្គុំឡើងរវាងដាវនិងកាំបិតដែលត្រូវបានរកឃើញក្នុងប្រទេសឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីទី5ដាហុងប៉ាឡេជាឧបករណ៍កសិកម្មដែលមានគែមតែមួយរបស់ប្រទេសហ្វីលីពីនអាវុធនេះមានប្រវែង20ទៅ30សង់ទីម៉ែត្រគេបានកត់ត្រាពីប្រវត្តិសាស្ត្រថាជាយុទ្ធអ្នកប្រយុទ្ធហ្វីលីពីនបានប្រើកាំបិតហុងប៉ាឡេក្នុងសង្គ្រាមប្រឆាំងនឹងពួកអាណានិគមនិងអេស្ប៉ាញទី6ដាវស្លឹកគេឃើញមានការប្រើប្រាស់ដាវស្លឹកនៅក្នុងប្រទេសជាច្រើនដូចជាប្រទេសចិនភូមាថៃឡាវកម្ពុជាវៀតណាមជាដើមទី7បាឌិកគឺជាកំបិតដែលត្រូវបានបង្កើតឡើងដោយប្រជាជនប៊ូគីសនិងម៉ាកាសានៃភាគខាងត្បូងកោះស៊ូវេស៊ីប្រទេសឥណ្ឌូនេស៊ីទី8ដាវវែងគឺជាប្រភេទដាវមួយប្រភេទរបស់ខ្មែរដែលមានដងនិងផ្លែវែងខុសពីដាវធម្មតាដាវនេះគឺជាប្រភេទដែលគេច្រើនប្រើប្រាស់នៅក្នុងសឹកសង្គ្រាមនានាសម័យបុរាណតែប៉ុណ្ណោះឥតមានប្រើប្រាស់ជាប្រចាំក្នុងកិច្ចការទូទៅទេសូមអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់